បើតែក្បាលវាអូមកដឹងបងប្អូនអរគ្នានេះទឹកហូរនៅអាងប្រាសាទ5ណាគេទៅលេងល្ងាចច្រើនបងប្អូនអរគ្នាបើមិនជាអ្នកណាចង់ទៅចាំខ្ញុំទៅលេខ location ភ្នំតាដងប្រាសាទ5នេះបងប្អូនទៅលេងតែម្ដងហើយនេះខ្ញុំកំពុងតែដើរហ្នឹងបងប្អូនអរគ្នាចាមុននឹងយើងទៅបេះផ្សេផ្លែតែយើងចាតែបេះផ្លែតែយើងក៏វាមិនបានផ្លែតែយើងឥឡូវនេះខ្ញុំមកលេងទឹកនេះអើយผมនេះកម្រងយើងបងប្អូនណាមើលវីដេអូនេះចាប់ណាបងប្អូនណាដឹងថាល្អមើលល្អសើចប៉ុណ្ណាចាអ្នកខ្លាច់ឆ្លើងមិនបាច់មើលទេវីដេអូនេះគឺអ្នកខ្លាច់ឆ្លើងគឺដឹងតែស្រែកតែម្ដងបងប្អូនអរគ្នានេះឥឡូវនេះយើងក៏កំពុងតែដើរឆ្លងទឹកទៅរកដើមតែយើងហើយបងប្អូនអរគ្នាចាហើយទឹកកិនតែជ្រោតូចបងប្អូនអរគ្នាចានេះមុនដំបូងអត់សូវជ្រោទេដល់ពេលយូរទៅស្មើចង្កេះតែម្ដងចានេះបងប្អូនអរគ្នាហេតុតែឃ្លានផ្លែត្រយើងណោះដើរកាត់ទឹកកាត់ផុអ្នកខ្លះស្គាល់ទេផ្លែត្រយើងទេអ្នកខ្លះក៏ស្គាល់ចាអ្នកស្រុកស្រែស្គាល់ហើយផ្លែត្រយើងហើយនេះផ្លូវដើរទៅបងប្អូនអរគ្នាចាគឺផ្លូវកាត់ទឹកកាត់ផុអញ្ចឹងណាបងប្អូនអរគ្នានេះអញ្ចឹងយើងកណ្ដុំអ្នកដើរទៅ4នាក់ហើយគូក៏មើលមនុស្សក៏មើលគូណានេះម្ចាស់គេឈរចាំហើយម្ចាស់គេមិនឈរចាំទេគូនឹងដេញមនុស្សតែម្ដងបងប្អូនអរគ្នាដើមទៅយើងត្រូវតូនណាបងប្អូនឥឡូវនេះយើងដើរជិះដល់ដើមទៅយើងហើយគឺខែបែបនេះគឺដើមគឺទឹកឡើងអញ្ចឹងណាបងប្អូនឲ្យតែខែវស្សានេះដែលធ្វើស្រែក្នុងត្រពាំងក្នុងបឹងគឺបែបនេះបងប្អូនអរគ្នាចាគឺស្រែស្រោនឹងលិចទឹកបែបនេះហើយនេះទឹកកាន់តែជ្រោតូចហើយនេះសំប៉ាច់ត្រោមគ្រឿបអត់ទូរស័ព្ទអស់មានលាយអូយអញឲ្យកម្មទៅអញស៊ីណាមើលតពុស៊ីណាយើងត្រឹមមកអង្កេតអីចាស់ចុះទៅហេតុតែក្លៀនតែយើងតូដល់តូខ្លួនលដូចតួនេះវាខ្លាចលងទឺនោះខ្លួនលដូចតួនេះវាខ្លាចលងទឺណាមីចង្រៃឡើងលឿនតែឡើងលឿនឡើងមីនេះឡើងលឿនឡើងឆ្លើងធំណាវើនេះឆ្លើងនេះអូមីខ្ចង់នោះពងแล้วก็ហប់ភ្លឺផ្អឹសនោះដល់ហើយដល់ទៅយើងយ៉ាទុំមកហើយតាយ៉ាឥឡូវនេះក៏បងប្អូនអរគ្នាអើយអត់បានទៅយើងទេកូនក្មេងបេះអស់ហើយតាំងពីទឹកមិនទិនឡើងឥឡូវទឹកឡើងហើយយើងអត់បានយើងក៏បេះតកូនឲ្យឆ្លក់ទឹកទូទាវិញយើងក៏បុកលហុងញ៉ាំតែម្ដងបងប្អូនអរគ្នានេះទឹកជ្រោបងប្អូនអើយនេះស្មោះចង្កេះនេះទឹកជ្រោអញ្ចឹងបងប្អូនអរគ្នាចាមើលតាមនឹងទៅលេងទឹកមួយក្អេលេងទឹកមួយក្ដួងលេងទឹកមួយដាក់ខ្សែមើលដល់ទៅក្មេងមើលហងនោះទៅមើលដើមទៅយើងមកដើមទៀតនោះអូត្រូវតកូនល្អឡោះបេះតកូនខ្ញុំប្រាថ្នាយន្តហោះមួយបានកាត់នេះបើតិចឥឡូវនេះយើងកំពុងធ្វើដំណើរទៅភ្នំតាដងទៅលេងទឹកអាងប្រាសាទ5នេះទាំងអស់គ្នាហ្នឹងហើយនេះមើលទីសភាពទឹកឡើងទឹកច្រើនណាបងប្អូនស្អាតខ្លាំងមែនទែនចានេះយើងទៅមើលគេលេងទឹកអាងប្រាសាទ5ហ៎អញ្ចឹងបងប្អូនណាចង់ទៅលេងទឹកអាងប្រាសាទ5នៅពេលល្ងាចអីម៉ោង2ម៉ោង3អីក៏មានមនុស្សដែរចាស្មើដែរក៏មានមនុស្សដែរតែមនុស្សច្រើនទេហើយចាំខ្ញុំទៅលាក់ location ចាផ្លូវទៅឲ្យនេះផ្លូវទៅណាបើផ្លូវទឹកលិចតែប៉ុន្តែជីស្រួលទេបងប្អូនអត់មានអីកលិចកលុកអីទេតែសារអីផ្លូវគេចាក់គ្រូចាក់ថ្មប៉ុន្តែគាត់ថាទឹកវាលិចបើថាឲ្យជឿបហុងជឿបអីគឺអត់ជឿបទេគឺជីបានធម្មតាដោយសារតែទឹកឆ្នាំនេះគឺឡើងខ្លាំងធ្វើឲ្យលិចផ្លូវបងប្អូនអរគ្នាលិចផ្លូវកន្លែងទៅលេងទឹកអាងប្រាសាទ5បងប្អូនអរគ្នាចានេះហើយមើលតាមខ្ញុំជិះទៅគឺលិចម៉ូតូស្កូពីគឺលិចកំពង់ស៊ីម៉ាំងតែម្ដងបងប្អូនអរគ្នាចាគឺលូហត់តន្តែបន្តិចទៀតបើគេធ្វើផ្លូវខ្ពស់ជាងនឹងគឺអត់ប្រហែលលិចទេរហូតលូហូអត់តន់បងប្អូនអរគ្នាណាលូហូអត់តន់ចានេះមើលតាមវីដេអូដែលខ្ញុំថតនឹងទៅបងប្អូនអរគ្នាចានេះអានេះយើងក៏មកដល់ទឹកអាងប្រាសាទ5ហើយបងប្អូនអរគ្នាគឺហូរខ្លាំងបែបហ្នឹងណាតែសบายលេងណាបងប្អូនចាព្រោះទឹកច្រើនគ្រប់កន្លែងចាហើយមើលទៅឃើញពីសភាពភ្នំឃើញអញ្ចឹងថតរូបស្អាតបងប្អូនណាតែតែខ្ញុំទូម៉ោង2:10ហ្នឹងអត់សូវមានមនុស្សទេទោះតែម៉ោង3ម៉ោង4ម៉ោង5ល្ងាចបានសបោមនុស្សណាព្រោះនៅកន្លែងហ្នឹងក៏គេមានកន្លែងលក់ដូរឲ្យបានដែរបងប្អូនអរគ្នាណាចង់ញ៉ាំម្ជូរត្រាំម្ជូរអីមានទាំងអស់ចាពីហេតុប្រហិតអីមានបងប្អូនឯងកំងញ៉ាំអានហ្នឹងបងប្អូនដែលក្មេងៗចុះលេងទឹកតែម្ដងហើយទឹកល្អទៀតណាចាហ្នឹងហើយបងប្អូនអរគ្នាចឹង location